មាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពសាខាខេត្តបន្ទាយមានជ័យសំណេះសំណាលនឹងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន50គ្រួសារនៅឃុំថ្មរមៀស្រុកថ្មពួកដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋលោកបណ្ឌិតឌីមសុខុនអគ្គលេខាធិការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពលោកហងរ៉ាត់ប្រធានសមាគមសាខាខេត្តបន្ទាយមានជ័យលោកកឹមសារឿនប្រធានសាខាខេត្តកំពង់ធំលោកសយចន្ទធីទីប្រឹក្សាសមាគមបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន50គ្រួសារនៅទីតាំងជើងភ្នំដងរែកផ្ទះលំហែរបស់លោកហេងវណ្ណាដែលជាអនុប្រធានសាខាខេត្តបន្ទាយមានជ័យស្ថិតនៅក្នុងភូមិថ្មរមៀកើតឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យនាឱកាសនោះដែរលោកឌីមសុខុនលោកហងរ៉ាត់និងលោកកឹមសារឿនបានមានប្រសាសន៍ពំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិតសុកច័ន្ទភក្តីប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពហៅកាត់ថាសសយសដែលជាមេជ្ឈការឯកឧត្តមបណ្ឌិតប្រធានសមាគមតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទោះបីជាអំណោយទាំងនេះមិនគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក៏ពិតមែនក៏ប៉ុន្តែជាចំណែកមួយកាត់បន្ថយការខ្វះខាតមួយគ្រាហើយជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលផងដែរអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនិងជនពិការភាពដែលមានជីវភាពខ្វះខាតក្នុងមួយគ្រួសារទទួលបានអង្ករមីកញ្ចប់និងកំប៉ុងទឹកក្រូចទឹកផ្លែឈើទឹកត្រីប្រេងឆាស្ករសអំបិលថ្នាំដុសធ្មេញច្រាសដុសធ្មេញសាប៊ូសារ៉ុងកន្សែងនំធុងទឹកបរិសុទ្ធនិងថវិកាមួយចំនួនផងដែរ